Hello សម្រាប់វីដេអូនេះគឺយើងមកនិយាយពីការ install web server នៅលើ Linux server ឬក៏ CentOS អញ្ចឹងដើម្បីធ្វើការ install ជាមួយនឹង web server បានគឺយើងត្រូវការ install ជាមួយនឹង HTTPD សិនហើយបន្តមកទៀតយើងធ្វើការ start ហើយនឹង enable switch អញ្ចឹងដោយសារតែម៉ាស៊ីនរបស់ខ្ញុំគឺបានធ្វើការ install ទៅលើ HTTP D រួចហើយអញ្ចឹងខ្ញុំចាំបាច់ធ្វើការជាយ៉ាំ install ទៀតទេ HTTPD ខ្ញុំ install រួចហើយហើយណាមួយគឺខ្ញុំអត់បើកឲ្យវាonline ផងប៉ុន្តែក្នុង HTTPD គឺយើងមានរួចហើយអញ្ចឹងបន្ទាប់ពីយើង install ហើយគឺយើងត្រូវការ start service របស់គេអញ្ចឹងគឺគេ system start HTTP ហើយបន្តមកទៀតគឺ enable switch ឲ្យវា start service ដល់ពេលយើងបើកម៉ាស៊ីន enable HTTPD បន្ទាប់ពីយើង start ហើយនឹង enable ហើយយើងត្រូវការបើកជាមួយនឹង firewall ទាំងអស់ហ្នឹងយើងត្រូវការបើកវាដើម្បីឲ្យអាចប្រើទាំង HTTP ទាំង HTTPS ហើយយើង reload firewall មកជាសម្រាប់ firewall គឺខ្ញុំបាន restart បើកវាអស់ហើយខ្ញុំធ្វើការមើលទៀតទេហើយបន្តមកទៀតបើសិនយើងចង់ដឹងថាដំណើរការឬក៏អត់យើងអាចចូលទៅមើល status បានអញ្ចឹងគឺខ្ញុំចូល check status គេតិចទៅថាដំណើរការឬក៏អត់អញ្ចឹងនេះអូខេ active running enable switch យើងគឺ enable ហើយសម្រាប់ DHCP switch របស់យើងហើយ config លើ port 80ប៉ុន្តែលក្ខខណ្ឌក្នុងការ config គឺយើងត្រូវការទៅគេបើក port សិនជាងបន្តមកទៀតគឺយើងត្រូវការនេះ set up virtual host port 80នឹងឲ្យគេមួយមកអញ្ចឹងគឺ set up នៅណានេះ etc httpd config.d អញ្ចឹងគឺចូលទៅ cd etc httpd config.d អញ្ចឹងយើង config នៅក្នុងមួយណា auto index welcome ឬក៏មួយណាអញ្ចឹងទៅយើង config វានៅក្នុងនេះគេយើង config វានៅក្នុងនេះ welcome .config ដោយសារតែពេលយើងត្រូវការចូលមកគឺយើងប្រកាសត្រូវការ start នៅក្នុងហ្នឹងហើយអញ្ចឹងយើងអាចបង្កើតមកគឺមានអីគេ virtual host 80ឬក៏ដាក់80ក៏បានឬក៏80ប្រទេសក៏បានដែរ server យើងអាចបង្កើតបានច្រើនមិនបង្កើតបានតែមួយទេហើយបន្តមកទៀត server name របស់យើងដាក់ឈ្មោះឲ្យបានគឺឧទាហរណ៍ server.com ឬក៏បើសិនខ្ញុំគឺខ្ញុំមាន DNS server មួយគឺឈ្មោះថាweb.class.com យ៉ាងទៅយើងអាចដាក់ឈ្មោះបានហើយបន្តនេះ document root document របស់យើងគឺទុកនៅណា log error access log អីគឺនៅណាយើងអាចដាក់ចូលបានអញ្ចឹងគឺយើងបង្កើត virtual តែនេះយើង copy មកប្រើមកជាប៉ុណ្្នឹងទេយើងសើមកចប់មួយវាបង្កើតជាមួយនឹង virtual host មកបន្ទាប់ពីយើងមានជាមួយនឹង virtual ឬក៏ virtual port នឹងហើយយើងត្រូវការ add ជាមួយនឹង web page របស់យើងនឹងចូលទៅអញ្ចឹង add web page នេះគឺយើងត្រូវចូលទៅមើលថាdocument root វាទុកនៅណាអញ្ចឹងយើងទៅដាក់ web page របស់យើងនឹងចូលទៅក្នុង document root នឹងទៅអញ្ចឹងបន្តមកទៀតគឺយើងចូលទៅហើយយើងធ្វើការ change mode គេ retry បានហើយយើងធ្វើការ change owner ឲ្យវា run នៅលើ Apache ទៅប៉ុណ្ណឹងគឺ
បាននេះស្នាក់ web server របស់យើងអញ្ចឹងយើងធ្វើការគេ cd ប៉ានៅគេវ៉ាwww គេវ៉ា www ហើយ html ជាងរ៉ាយនៅក្នុងហ្នឹងអញ្ចឹងរាល់ន័យទាំងអស់គឺស្ថិតនៅក្នុង index.html អញ្ចឹងពេលយើងបើកមកគឺយើង run នៅក្នុង index.html ហ្នឹងមកហើយបន្តមកទៀតគឺយើងធ្វើការ change mode ឲ្យគេ retry ទៅហើយគេ change mode គេ7555ទៅការនៃគេ file www html ហើយបន្តមកទៀតយើង change owner ឲ្យទៅអ្នកណា Apache នៅក្នុង group Apache អញ្ចឹងគឺតែប៉ុណ្្នឹងមកគឺយើងអាច run ទៅលើ web server របស់យើងបានហើយអញ្ចឹងយើង run លើ web server របស់យើងបានហើយប៉ុណ្ណឹងតែ web ទាំងអស់ហ្នឹងគឺបើសិនជាយើងអត់បានផ្ដល់ image ឬក៏ say code វាទេវានឹង run ជា default ប៉ុន្តែបើសិនជាអានេះដោយសារខ្ញុំបានផ្ដល់រូបឲ្យរួចហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំទៅដកវាចេញសិនអញ្ចឹងយើងប្រើ WinSCP WinSCP ដើម្បីធ្វើការ forward file ចូលទៅក្នុង web server របស់យើង transfer file ចូល web server អញ្ចឹងគឺអញ្ចឹងយើងអាច log ចូលទៅក្នុង web server យើងទៅគឺ 192.168.70.20 ហើយយើងចូលទៅ username របស់យើងគឺ root password ចឹង log ចូលមកនេះអញ្ចឹងដើម្បីយើងទៅកែតំណែងលើ web page ជាងយើងចូលទៅក្នុងគេវ៉ា www html អញ្ចឹងនេះគឺអីដែលយើងបាន add ចូលទៅទេអញ្ចឹងបើសិនជាអត់មាន web page ដែលយើងបានដាក់ចូលទៅនឹងទេគឺយ៉ាងម៉េចបើសិនជាអត់មានទេពេលដែលយើង log in ចូលទៅវានឹងចូលទៅជា default web page វិញមិនថាអត់មានឃើញអីទេគឺចេញជា default web page ណាអញ្ចឹងគឺខ្ញុំសាកទៅគឺ 192.168.70.20 នេះ default ប៉ុន្តែពេលយើងធ្វើការ add web page របស់យើងចូលទៅadd ចូលម្ដងទៀតadd ចូលទៅអញ្ចឹងពេលយើង add ចូលទៅហើយយើងគ្រាន់តែ refresh page របស់យើងទៅ page នេះគឺនឹងមានឈ្មោះ image ជាមួយនឹង web page ដែលយើងបានសរសេរ code HTML ឬក៏ CSS ប៉ុន្តែនៅក្នុងការ log នេះគឺយើង log ចូលដោយប្រើជាមួយនឹង IP
សួរថាយើងអាចប្រើឈ្មោះបានអត់យើងអាចប្រើឈ្មោះបានប៉ុន្តែត្រូវអីគេត្រូវមានជាមួយ DNS server មួយទៀតតែសារម៉ាស៊ីនរបស់ខ្ញុំមួយនេះគឺអត់បាន run ជាមួយនឹង DNS server ទេអញ្ចឹងសម្រាប់លក្ខខណ្ឌនេះគឺយើងអាចប្រើជា IP ដើម្បីធ្វើការ log ចូលទៅសិនទៅសម្រាប់តាមឈ្មោះគឺអត់តប្រើទេអញ្ចឹងសម្រាប់លក្ខខណ្ឌ web server របស់យើងនៅលើ Linux គឺយើងមានតែប៉ុណ្្នឹងសម្រាប់វីដេអូគឺសូមបញ្ចប់តែប៉ុណ្្នឹង